ក្រសួងពាណិជ្ជកម្មចេញសេចក្តីណែនាំថ្មីឲ្យម្ចាស់ស្ថានីយ៍និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសលក់តាមតម្លៃកំណត់និងព្រមានអនុវត្តច្បាប់លើអ្នកឆ្លៀតឱកាសដំឡើងថ្លៃក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំស្តីពីការពង្រឹងអនុលោមភាពក្នុងការទិញលក់ប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ៍និងដេប៉ូដោយណែនាំដល់ក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមរាជធានីខេត្តត្រូវណែនាំដល់ស្ថានីយ៍និងដេប៉ូក្នុងបណ្ដាញរបស់ខ្លួនកុំឆ្លៀតឱកាសដំឡើងថ្លៃគណៈមន្ត្រីជំនាញរបស់ក្រសួងកំពុងបន្តចុះត្រួតពិនិត្យជាប្រចាំក្នុងសេចក្តីប្រកាសចុះថ្ងៃទី9ខែមីនាឆ្នាំ2026ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់និងការទិញលក់ប្រេងឥន្ធនៈស្ថានីយ៍និងដេប៉ូទាំងអស់ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទដ្ឋានបច្ចេកទេសនិងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងការគ្រប់គ្រងនិងចែកចាយប្រេងឥន្ធនៈលើពីនេះដើម្បីពង្រឹងអនុលោមភាពក្នុងការទិញលក់ប្រេងឥន្ធនៈក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈស្ថានីយ៍និងដេប៉ូនៅតាមបណ្ដារាជធានីខេត្តត្រូវធានាការអនុវត្តកាតព្វកិច្ចមានជាអាច1កាតព្វកិច្ចរបស់ស្ថានីយ៍និងដេប៉ូចំពោះអតិថិជនត្រូវលក់តាមតម្លៃដែលស្ថានីយ៍និងដេប៉ូបានដាក់តាំងបង្ហាញជាសាធារណៈដោយយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ជាគោលត្រូវធានាសុក្រឹតភាពនៃគុណភាពនិងបរិមាណប្រេងឥន្ធនៈដែលត្រូវលក់ជូនអតិថិជនត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិប្រេងឥន្ធនៈដែលមានជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិចមួយថ្ងៃមកកាន់មន្ទីររ៉ែនិងធម្មពលឬមន្ទីរពាណិជ្ជកម្មឬសាខាកបបនិងឬអាជ្ញាធរមូលដ្ឋានតាមបណ្ដារាជធានីខេត្តក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិឬអស់ស្តុកឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្ដោះអាសន្នដែលឡែកក្នុងករណីអស់សន្និធិត្រូវជូនដំណឹងជាសាធារណៈនៅថ្ងៃដែលមានសន្និធិប្រេងឥន្ធនៈវិញ2កាតព្វកិច្ចរបស់ស្ថានីយ៍និងដេប៉ូចំពោះស្ថាប័នមានសមត្ថកិច្ចត្រូវធានាតម្លាភាពនិងគណនេយ្យភាពនៃសន្និធិប្រេងឥន្ធនៈតាមស្ថានីយ៍និងដេប៉ូដោយជូនដំណឹងមកកាន់មន្ទីររ៉ែនិងធម្មពលឬមន្ទីរពាណិជ្ជកម្មឬសាខាកបបនិងឬអាជ្ញាធរមូលដ្ឋានតាមបណ្ដារាជធានីខេត្តអំពីស្ថានភាពសន្និធិជាក់ស្ដែង 10% មុនពេលអស់សន្និធិចំពោះស្ថានីយ៍និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្ដោះអាសន្នទី1ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្ដោះអាសន្នរបស់ស្ថាប័នមានសមត្ថកិច្ចទើបអាចផ្អាកការចែកចាយទើបអាចផ្អាកការលក់ចែកចាយរបស់ខ្លួនបានទី2ចំពោះស្ថានីយ៍និងដេប៉ូដែលបានទទួលការវិតម្លៃថាអាចដំណើរការឡើងវិញបាននោះត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបំពេញនីតិវិធីបើកដំណើរការទី3ក្នុងករណីដែលរកឃើញថាបានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធីនៃច្បាប់ជាធរមានបន្ថែមពីនេះក្រសួងក៏បានណែនាំឲ្យស្ថានីយ៍និងដេប៉ូត្រូវផ្ដល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់សេវាសាធារណៈចាំបាច់ដូចជារថយន្តសង្គ្រោះបន្ទាន់រថយន្តពលិតអគ្គិភ័យនិងរថយន្តបម្រើសេវាសាធារណៈព្រមទាំងប្រជាកសិករនិងបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មនិងភស្តុភារកម្មដែលមានតម្រូវការសំខាន់ក្នុងការរក្សាដំណើរការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មក៏បានគូបញ្ជាក់ទៀតថាមន្ត្រីជំនាញពីអគ្គនាយកដ្ឋានកបបមន្ទីរពាណិជ្ជកម្មមន្ទីររ៉ែនិងធម្មពលនិងអាជ្ញាធរមូលដ្ឋានតាមបណ្ដារាជធានីខេត្តនឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ប្រេងឥន្ធនៈជាប្រចាំដើម្បីធានាការអនុវត្តត្រឹមត្រូវហើយនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះបុគ្គលខិលខូចហើយនឹងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ចឬឆ្លៀតឱកាសដំឡើងថ្លៃបង្កផលប៉ះពាល់ដល់សាធារណៈអស់បញ្ហាការប្រាក់ទាបជាមួយសេវាកម្មរំលោះម៉ូតូដោយគ្មានប្រាក់កក់មុនបងនឹងខ្លាចជាម្ចាស់ម៉ូតូក្នុងក្តីស្រមៃគ្រាន់តែមានឯកសារតែពីរមុខតែប៉ុណ្ណោះទី1អត្តសញ្ញាណប័ណ្ណទី2សៀវភៅគ្រួសារមានតែឯកសារតែពីរមុខនេះក៏អាចយកម៉ូតូដ៏ស្រស់ស្អាតទៅប្រើប្រាស់បានដែរអូអតិថិជនដែលខូច CDC ក៏អាចបង់រំលោះម៉ូតូបានដូចគ្នាដាក់ឯកសារហាងគេអត់ជាប់កុំបារម្ភហាងយើងអាចជួយសម្រួលបានជាសួរបងសួរអំពីសេវាកម្មលួសពីអតិថិជនដែលគាត់ធ្លាប់គាត់លួសជាមួយយើងហើយដាក់លឿនអត់បងសុំសួរពីយោបល់បងបាទវាលឿនហើយវាស្រួលវាអត់ញ៉ៃទៀតហើយណាមួយតម្លៃទៀបជាងគេនិយាយរួមខ្ញុំដើរឆែអស់ហើយមានកន្លែងគាត់ឲ្យថោកជាងគេអំពីទៀបហ្មងមកទៀបហ្មងទៀបណា